បាទអញ្ចឹងអ្វីដែលខ្ញុំលើកមកថ្ងៃនេះគឺសំខាន់ថាសម្រាប់គ្រប់គិលានុបដ្ឋាយើងទាំងអស់ធ្វើការនៅតាមកន្លែងណាក៏ដោយឧទាហរណ៍មណ្ឌលសុខភាពឬក៏ clinic ឯកជនឬក៏បន្ទប់ថែទាំផ្ទាល់ខ្លួនបាទខ្ញុំព្យាយាមលើកយក tool ឬក៏របៀបដែលចំណាំងាយស្រួលដើម្បីឲ្យលោកគ្រូអ្នកគ្រូដឹងថាមិនទៅ septic shock ហ្នឹងហើយយើងធ្វើការជួយសង្គ្រោះឬក៏បញ្ជូនឲ្យបានទាន់ពេលវេលាបាទបើមិនអញ្ចឹងទេអត្រាស្លាប់ខ្ពស់នៅពេលដែលយើងរកអត់ឃើញអញ្ចឹងការដែលយើងកំណត់រកសញ្ញាឲ្យបានទាន់ពេលវេលាហ្នឹងគឺសំខាន់គឺយើងអាចជួយបង្ការអ្នកជំងឺដែលឈានទៅរកសេចក្តីមរណៈបានទាន់ពេលវេលាមួយទៀតហ្នឹងseptic shock ហ្នឹងវាឆ្លាតគឺវាកើតមកធ្វើឲ្យយើងសាមញ្ញបំផុតយើងអត់ដឹងទេយើងអត់ដឹងថាហ្នឹងជាសញ្ញាគ្រោះថ្នាក់ទេប៉ុន្តែធៀបពិតគឺវាអាចវិវត្តទៅរក septic shock លឿនមែនតើខ្ញុំឧទាហរណ៍គាត់តែយើងចូលមកយើងឃើញពិបាកដង្ហើមញាប់អាហ្នឹងអញ្ចឹងគាត់ប្រហែលជារលាកសួតអញ្ចឹងពិបាកដង្ហើមញាប់អញ្ចឹងក្តៅខ្លួនធម្មតាបកករោគវាក្តៅខ្លួនណាឃើញទេអញ្ចឹងនៅពេលដែលយើងឃើញសញ្ញាដែលសាមញ្ញបែបហ្នឹងដែលយើងអត់បានប្រុងប្រៀបចឹងហើយបានខ្ញុំប្រើពាក្យ subtle clinical sign ហ្នឹងគឺវាឆ្លាតបាទ septic shock ហ្នឹងគឺវាបញ្ចេញសញ្ញាឲ្យយើងដឹងទេគឺវាចេញសាមញ្ញដូចយើងឃើញជាមួយនឹងជំងឺសាមញ្ញធម្មតាអញ្ចឹងប៉ុន្តែអ្វីដែលសំខាន់គឺវាវិវត្តលឿនមែនតើបើសិនជាយើងមិនចេះចាប់យកសញ្ញាដែលសំខាន់ទាំងអស់នោះក្នុងការគ្រប់គ្រងឲ្យបានទាន់ពេលវេលាទេបាទចឹងហើយដោយ Professor Ian Ross លោកបានបញ្ជាក់ឲ្យថាគិលានុបដ្ឋាយើងសំខាន់មែនតើពីព្រោះយើងអ្នកឈានមុខគេក្នុងការជួបអ្នកជំងឺមុនគេនៅជាមួយអ្នកជំងឺ24ម៉ោងលើ24ម៉ោងបាទយើងជាអ្នកស្វែងរកសញ្ញាព្រមានទាំងអស់នឹងឲ្យបានទាន់ពេលវេលាបាទដើម្បីជួយសង្គ្រោះជីវិតដោយដែលខ្ញុំបានដាក់រូបក្របបែកពីខាងលើអញ្ចឹងបាទសំខាន់រកឲ្យឃើញថាតើក្របបែកវាចាប់ផ្ដើមឆេះនៅធ្វើម៉េចកុំឲ្យវាមកដល់កន្លែងផ្ទុះទាន់គឺបើវាឆេះគឺយើងកាត់ចោលកុំឲ្យវាផ្ទុះមកទាន់ណាបាទអញ្ចឹងយើងជាគិលានុបដ្ឋាហ្នឹងគឺតួនាទីរបស់យើងសំខាន់បាទអញ្ចឹងគិលានុបដ្ឋាហ្នឹងគឺខ្ញុំចង់បញ្ជាក់ទាំងនៅតាមមណ្ឌលសុខភាពទាំងនៅតាម clinic ឯកជនទាំងមានបន្ទប់ថែទាំផ្ទាល់ខ្លួនហើយដូចជាបងប្អូននិស្សិតក៏សំខាន់ដែរនៅពេលដែលយើងរៀនយើងមានចំណេះដឹងបែបហ្នឹងយើងនឹងអាចដឹងថាជំងឺនេះប្រឈមនឹងគ្រោះថ្នាក់បានប៉ុណ្ណាបាទអញ្ចឹងនេះជា early stage បានន័យថាជាវគ្គដំបូងដែលយើងងាយចាប់បានហើយងាយចាំជាងគេហើយគិលានុបដ្ឋាយើងធ្វើបានទោះបីនៅកន្លែងណាក៏ដោយបាទអត់បាច់ចាំតែនៅក្នុងមន្ទីរពេទ្យធំឬក៏អីទេបាទជាងការអ្នកខ្លះថាអូអា sepsis ហ្នឹងតើក្នុងមន្ទីរពេទ្យបានគេរកឃើញបានដឹងណាតើបូមឈាមមើលលអាតតើអីនោះបានរកឃើញណាតែធៀបពិតមិនដល់ថ្នាក់ហ្នឹងពេកទេបើយើងថាវាពិតហើយណាពេលមន្ទីរពេទ្យគេរកឃើញដោយសារមានឧបករណ៍សំខាន់ប៉ុន្តែបើយើងចេះដឹងពី early stage គេថាវគ្គដំបូងឬក៏ជា vital sign red flag alert ឲ្យយើងថាអ្នកជំងឺនឹងប្រឈមនឹងបញ្ហាអញ្ចឹងលោកអ្នកគ្រូទាំងអស់ទី1គឺអ្នកជំងឺមាន hypotension នេះគឺសម្ពាធឈាមចុះទាបបាទ SBP ហ្នឹងគឺ systolic ហ្នឹងធម្មតាសម្ពាធឈាមយើងមាន systolic និង diastolic បាទមានខាងលើហើយនិងខាងក្រោមអញ្ចឹងនៅពេលដែលខ្ញុំប្រើ SBP នេះគឺចង់និយាយអំពីសម្ពាធឈាមខាងលើអាវាយដបងអញ្ចឹងបើអាវាយដបងហ្នឹងអាវាយយើងលឺដបងពឹបមកហ្នឹងវាក្រោម100បាទក្រោម100អាហ្នឹងជាគេហៅថា early stage ហើយគឺជាសញ្ញាដំបូងអាហ្នឹងយើងត្រូវកំណត់ចំណាំមួយឬក៏ MAP ក្រោម65អញ្ចឹងលោកគ្រូអ្នកគ្រូទាំងអស់ប្រហែលជាចម្លែកបន្តិចពី MAP បើលោកគ្រូអ្នកគ្រូនៅតាម clinic ឯកជនឬមន្ទីរពេទ្យឯកជនមានវគ្គបណ្ដុះបណ្ដាលច្រើនអីអាចដឹងប៉ុន្តែបើគិលានុបដ្ឋាយើង
ធម្មតាយើងពិបាកស្គាល់ពាក្យ MAP បន្តិចប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំនឹងបញ្យល់លោកគ្រូអ្នកគ្រូនៅ slide បន្ទាប់មិនទៅ MAP ហើយលោកគ្រូអ្នកគ្រូអាចគណនា MAP ជាមួយខ្ញុំបានថាតើយើងត្រូវគណនា MAP យ៉ាងម៉េចបាទអញ្ចឹងខ្ញុំនឹងមានលម្អិតនៅ slide ក្រោយអញ្ចឹងគ្រាន់តែលោកគ្រូអ្នកគ្រូឲ្យដឹងសិនទៅសំខាន់បំផុតគឺយើងចេះពាក្យ systolic blood pressure នេះសម្ពាធឈាមខាងលើនេះក្រោម100ណាបាទមួយទៀតគេហៅ tachycardia បាទ tachycardia គឺចង្វាក់បេះដូងយើងដើរញាប់អញ្ចឹងចង្វាក់បេះដូងយើងដើរញាប់លោកគ្រូអ្នកគ្រូទាំងអស់គាត់នៅតែយក status ដាក់ស្ដាប់បេះដូងនេះទៅឲ្យតែវាលោតលើសពី100បាទអញ្ចឹងអានឹងគេហៅថាចង្វាក់បេះដូងដើរញាប់ហើយបាទឬក៏លោកគ្រូអ្នកគ្រូគ្រាន់តែចាប់ជីបចរទៅធម្មតាហើយយើងឃើញថាជីបចរគាត់លើស100ហើយឃើញទេអាហ្នឹងហើយ early stage បាទអញ្ចឹងគិលានុបដ្ឋាទាំងអស់គ្រប់គ្នាគឺអាចរកសញ្ញាទាំងអស់នឹងបានបន្ទាប់មកទៀតគេហៅ tachypnea នេះហត់អញ្ចឹងយើងមើលទៅឃើញអ្នកជំងឺចូលមកហត់បាទហត់ហ្នឹងក៏ជា early stage ដែរបាទដែលយើងបញ្ជាក់ថាហត់បានលោកគ្រូអ្នកគ្រូទាំងអស់ចេះយកចង្វាក់ដង្ហើមគ្រប់គ្នាហើយបើយើងឃើញថាចង្វាក់ដង្ហើមរបស់អ្នកជំងឺចូលមកយើងរាប់ទៅឃើញលើសឬស្មើ22ក្នុង1នាទីអញ្ចឹងយើងកំណត់បានថាអាហ្នឹងគេហៅថាជា marker របស់ metabolic acidosis បានន័យថានៅក្នុងសរីរាង្គកាយរបស់យើងមានជាតិ acidosis ខ្ពស់ហើយបាទធម្មតារាងកាយរបស់យើងភាគច្រើនគឺវា balance រវាង acid base អញ្ចឹងណាជាទូទៅវា base បាទប៉ុន្តែបើសិនផ្ទុយទៅវិញនៅពេលដែលវាខ្វះអុកស៊ីហ្សែនខ្វះសារធាតុចិញ្ចឹមមួយចំនួនសរីរាង្គកាយយើងប្រឹងដកដង្ហើមប្រឹងអីទៅវាទៅជាសម្បូរពួក acidosis ដែលធ្វើឲ្យរាងកាយសរីរាង្គកាយរបស់យើងហប់នឹងបាទមួយទៀតក៏លោកគ្រូអ្នកគ្រូទាំងអស់គ្នាងាយអាចដឹងដែរគឺយកកម្ដៅបាទគ្រាន់តែដាក់កម្ដៅលោកគ្រូអ្នកគ្រូទាំងអស់ដាក់កម្ដៅនៅនឹងក្លៀកទៅបាទបើសិនជាកម្ដៅនឹងលើសពី38អាហ្នឹងក្ដៅខ្លួនឬក៏កម្ដៅនឹងក្រោម36អញ្ចឹងលោកគ្រូអ្នកគ្រូទាំងអស់ត្រូវដឹងណាកម្ដៅខ្ពស់ក៏លើសពី38ក៏យើង early stage បើសិនជាកម្ដៅចុះទាបក្រោម36ក៏ជា early stage ដែរណាប៉ុន្តែលោកអ្នកគ្រូប្រយ័ត្នទីការដាក់កម្ដៅហ្នឹងប្រយ័ត្នដាក់អត់បានត្រឹមត្រូវអត់សមរម្យអីឃើញទៅ35កន្លះអីរត់ចែកជើងគ្នាអីអាហ្នឹងសូមប្រយ័ត្នណាគឺយើងដាក់ឲ្យបានត្រឹមត្រូវចូលឲ្យចំប្រឡោះឃ្លៀអីចឹងហើយនឹងកម្រិតម៉ោងពេលវេលាត្រឹមត្រូវទៅណាបើយើងដាក់ត្រឹមត្រូវហើយកម្ដៅក្រោម36ក៏ជា early stage ដែរ